cái này dươngនៅសល់បន្តិចកតុយវាណាដើម្បីតាក់ចូលទៅក្នុង exercise ហើយនៅក្នុងមេរៀនទី5នេះខ្ញុំកណាសូមអនុញ្ញាតរៀនយូរបន្តិចណាខ្ញុំកណានឹងធ្វើវាឲ្យអស់ណាតោះរដ្ឋនីនិមន្ត Try these exercises now to make sure you have understood these lessons ចូលសាកល្បងលំហាត់ទាំងអស់នេះឥឡូវហ្នឹងឬឥឡូវនេះចូលសាកល្បងលំហាត់ទាំងនេះដើម្បីឲ្យច្បាស់ថា to make sure ដើម្បីឲ្យច្បាស់ថា you have understood this lesson លោកអ្នកបានយល់មេរៀននេះច្បាស់លាស់រួចទៅហើយ exercises លំហាត់លេខ1 what part of speech is it of the word in the sentences តើពាក្យនីមួយក្នុងចំណោមពាក្យទាំងអស់ឃើញយើងថាតើឲ្យមកប្រើ each of the word ណាតើពាក្យនីមួយនៅក្នុងចំណោមពាក្យទាំងអស់ in these sentences នៅក្នុងប្រយោគទាំងនេះស្ថិតនៅក្នុង part of speech អ្វីថ្នាក់របស់ពាក្យអ្វីបានន័យថាតើពាក្យនីមួយនៅក្នុងប្រយោគខាងក្រោមហ្នឹងវាស្ថិតនៅក្នុងថ្នាក់ពាក្យស្អីខ្លះតើវាជាកិរិយាសព្ទតើវាជា noun តើវាជា pronoun ជា adjective ឬក៏ជា adverb អញ្ចឹង A គេដាក់ថា Oh I see that a new student from Norway reads and writes English well អូខ្ញុំមើលឃើញថានិស្សិតថ្មីដែលមកពីប្រទេស Norway អាននិងសរសេរភាសាអង់គ្លេសបានយ៉ាងល្អប្រយោគទី2 B Hello Come with me tomorrow and see our new houses ស្អែកមកជាមួយខ្ញុំមកហើយទៅមើលផ្ទះថ្មីរបស់យើងអញ្ចឹងខ្ញុំកណាចង់បញ្ជាក់ថាពាក្យថា O មួយម៉ាត់នេះគេឲ្យឈ្មោះថា interjection ណាពាក្យ I គឺជា pronoun ដែលយើងហៅថា personal pronoun បរិស័កសព្វនាម C ជា verb ជាកិរិយាសព្ទណា That ជា conjunction ប៉ុន្តែគេឲ្យឈ្មោះថា subordinating conjunction or complement ឈ្នាប់អនុសន្តានបង្គ្រប់ន័យណាដកនេះគេហៅថាជា adjective ហើយគេប្រាប់ថាវាមានឈ្មោះថា definite article គេហៅថាគុណនាមពិសេសច្បាស់លាស់ណាកណាចង់បញ្ជាក់អញ្ចឹងអាហ្នឹងទៅមើលនៅមេរៀនទី28គេមានមេរៀននិយាយអំពីដកណាហើយពាក្យថា new ពាក្យ new នេះវាគឺជា adjective ណាគាត់ថាវាជា adjective ស្អីអាហ្នឹងយើងរៀនឈ្មោះ adjective តទៅទៀតគេគ្រាន់តែឲ្យយើងស្គាល់គោលវាទេចំណែក student បាទ student នេះគឺជា noun ណាជានាម from គឺជា preposition ជាអយតនប័តឬធ្នាក់ Norway នេះប្រទេស Norway អានឹងដើរតួជា noun ណាជានាមណាដើរតួជានាម read នេះដើរតួជាកិរិយាសព្ទណា reads ជាកិរិយាសព្ទ and ដើរតួជា conjunction ប៉ុន្តែគេឲ្យឈ្មោះថា coordinate conjunction ណាឈ្នាប់សន្តានណាសន្តានឬក៏ឈ្នាប់សន្តានបាទនេះជាឈ្នាប់ដែលប្រយោគមានន័យពេញលេញនៅសងខាងវាហើយចំណែកឯពាក្យថា writes អានឹងគឺជាកិរិយាសព្ទទៀតណាជា verb English គឺជា noun ណា English ជា noun ចំណែក well អានឹងដើរតួជា adverb ជាកិរិយាសព្ទវិសេសឥឡូវយើងមក B ពាក្យថា hello អានឹងគឺជា interjection ជាឧទានសព្ទណាបាទ come ជា verb with អានឹងជា preposition ណា me ជាគេហៅថា pronoun គេហៅថា personal pronoun object បរិស័កសព្វនាមដើរតួជាកម្មបត្តិ tomorrow អានឹងគឺជា adverb គេហៅថា adverb of time ណាចំណែក and ដើរតួជា coordinate conjunction C ដើរតួជា verb our នេះដើរតួជាអីគេហៅថា adjective ប៉ុន្តែឈ្មោះវាគឺ possessive adjective គុណនាមកម្មសិទ្ធិបាទ new ជាគុណនាម new នឹងគឺជា descriptive adjective ណាបាទហើយចំណែកឯ house ដើរតួជា noun ខ្ញុំធ្វើការវែកញែកនៅលើប្រយោគបន្តិចដើម្បីឲ្យគុណម្ចាស់គ្រប់អង្គនិងបងប្អូនយើងទាំងអស់គ្នាគ្រប់អង្គអ្នកនឹងបានមើលតោះឥឡូវយើងមើលគេថា Oh I see that the new student from Norway reads and writes English well ចឹងអានេះយើងគេហៅថាអីគេអាហ្នឹងគេហៅថា interjection ចុះណា interjection ទុកចោលអាហ្នឹងយើងកុំភ្លេចណាវាអត់មានតួនាទីជ្រៀតជ្រែកចូលទៅក្នុងសំណង់ប្រយោគដូចគេដូចឯងទេវានៅតែក្រៅឯង I ជា subject C ជា final verb របស់ I ណាហើយវាដើរតួជា train ដែលសារវាជួបជាមួយនឹង noun clause ចាប់ផ្ដើមមកទាំងអស់គ្នាទៅក្រោយរហូតអាហ្នឹងគេឲ្យឈ្មោះថា nominal dependent declarative clause គឺ noun clause ដែលដឹកមុខដោយ that អញ្ចឹង noun clause អញ្ចឹងហើយវាដើរតួជា object របស់
C ណាបាទអញ្ចឹង that ដើរតួជា subordinating conjunction of complement បើយើង say តែ conjunction បានហើយ the new student អានឹងគេហៅថា adjective បូក adjective បូកជាមួយ noun ខ្លាយទៅជា noun phrase អញ្ចឹងវាធ្វើជា subject student នឹងមានតែម្នាក់ឯងនេះឃើញអញ្ចឹងគុំមកចេញ he ឬក៏ she យើងអត់ដឹងថាស្រីឬប្រុសទេយើងមិនដឹងទេបាទ final verb របស់វាណែ read ហើយអីគេអានេះគេហៅថា in train អត់មានបទកម្មទេអានេះដើរតួជា coordinate conjunction បាទអានេះដើរតួជា finite train អានេះ train ណាតាមពិតកន្លែងនេះបើយើងដាក់ថា train ក៏បានតែកន្លែងនេះយើងដាក់ in train ទៅចាំកណ្ដាលនិយាយប្រាប់អានេះ object ចំណែក verb នេះគេហៅថា adverb of manner អញ្ចឹងវាមានតួនាទីបំពេញទៅឲ្យ right ហើយវាមានតួនាទីបំពេញទៅឲ្យណាគេវាបំពេញទៅឲ្យនេះណាហើយចំណែកឯចំណុចមួយទៀតដែលខ្ញុំកណាចង់និយាយឲ្យហើយមានន័យថាប្រយោគហ្នឹងមានន័យថាចេះ The new student from Norway read English well and write English well តែដោយសារវាតជាប់គ្នាដោយសារ coordinating conjunction ហ្នឹងខ្ញុំកណាអត់អាចទាញអានោះទាញ English មក object របស់ write ហើយ object របស់ read បានទេតែបើយើងដាក់ read English អាហ្នឹងបានវា train ណាអញ្ចឹងអាហ្នឹងយើងចាត់ទុកថាវា in train តាមពិតទៅវាមកពាក្យថា read English well and write English well តែគេកាត់ផ្ដាច់គេអត់ដាក់អញ្ចឹងណាគេតភ្ជាប់គ្នានេះបាននេះគេ combine predicate អាហ្នឹងណាកណាក៏ប៉ុន្តែពាក្យ well ហ្នឹងគឺសញ្ញាព្រួយមួយដែលវាអាចបំពេញមកនេះបានន័យថា read well ហ្នឹងឯងអញ្ចឹងកណាដាក់ទៅអញ្ចឹងតែមានន័យថាយើងអាចដាក់តែ English well កន្លែងហ្នឹងក៏បានណា English ហើយដាក់ well មកធ្វើអញ្ចឹងក៏បានតែនេះយើងដាក់អញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺមានករណីលើកលែងដូចកណានិយាយអញ្ចឹងណាមិនមែនឲ្យខុសទេប៉ុន្តែសូមឲ្យយល់បាននេះ read English well and write English well អញ្ចឹងកណាសូមញ៉ែអញ្ចឹងហើយដល់ពេល from នេះជា prepo ចាប់ពី prepo ទៅក្រោយគេឲ្យឈ្មោះថា prepositional phrase អ្នកនៅក្រោយគឺ prepositional object អញ្ចឹងវាមានតួនាទីបំពេញទៅឲ្យ noun នេះវាคล้ายទៅជា adjective ដែលជា phrase គេហៅថា adjective phrase ឬ adjective equivalent នោះឯងណាបាទគូ adjective คล้ายពីគេនឹងន័យអញ្ចឹងអានឹងតកតងទៅនឹង combine subject combine predicate ចាំយើងរៀនវាបន្តទៀតអស់មួយមកមួយទៀតអានេះដូចគ្នាឈ្មោះវា interjection ទៅឧទានស័ព្ទទៅ come with me ប្រធានវាគឺពាក្យ you ប្រយោគហ្នឹងគឺប្រយោគបង្កប់បញ្ជាតែគេដកចេញគេដាក់ចូលលេខ come ជា finite រួចទៅ in train ដោយសារអីវាជួប prepo នេះចាប់ពី with រហូតដល់ me នេះគេហៅ prepositional phrase me នេះជា prepositional object ប៉ុន្តែអាហ្នឹងអត់មានតួនាទីបំពេញន័យណាអត់មានតួនាទីបំពេញន័យឲ្យទេព្រោះ come with collocation អញ្ចឹងយើងហៅថា prepositional phrase គេហៅ prepo phrase ទៅហើយ tomorrow នេះបំពេញឲ្យ come នេះ adverb of time ណា adverb of time and នេះដើរតួជា coordinate conjunction ណាតែយើងដាក់ថា conjunction ទៅយើងដឹងហើយណាហើយ C ប្រធានវាគឺ you ប៉ុន្តែគេដកចោលណាប្រយោគបង្កប់បញ្ជា C ជា final verb ដើរតួជា train ដោយសារជួប a new house នេះគេហៅថា adjective បូក adjective បូកជាមួយនឹង noun ខ្លាយជា noun phrase អញ្ចឹងបានន័យថា noun phrase នេះធ្វើជា object របស់ C នេះណាអញ្ចឹងប្រយោគហ្នឹងបើសិនតែយើងស្រាយទៅបានន័យថា hello you come with me tomorrow and you see our new house ឃើញទេកណាឥឡូវតោះយើងនាំគ្នាចូលទៅកាន់លេខ2ណាហើយខ្ញុំបញ្ជាក់ឡើងវិញណាអាលេខ1លេខ2គេហៅថា instruction ការណែនាំត្រូវអានអានឹងបកប្រែឲ្យយល់បានដឹងថាគេឲ្យធ្វើអីជាពិសេសយើងទៅប្រឡងដូចទៅប្រឡង TOEFL ទៅប្រឡងអីមើលអានឹងឲ្យយល់តែអត់យល់អត់កើតទេណាធ្វើអត់បានទេឥឡូវលេខ2គេដាក់ថា the sentence in exercise 1 contain every part of speech ប្រយោគទាំងអស់នៅក្នុងលំហាត់ទីលេខ1នេះខាងលើនេះអា AB ហ្នឹងមានគ្រប់ថ្នាក់របស់ពាក្យទាំងអស់បានន័យថាវាមាននាមមានកិរិយាសព្ទមានសព្វនាមមានគុណនាមមានកិរិយាសព្ទវិសេសលក្ខណៈមានទាំងអស់ Try and see if you can also write sentences containing every part of speech ចូលសារលបងឲ្យពិនិត្យមើលថាតើលោកអ្នកក៏អាចសរសេរប្រយោគដែលមានគ្រប់ថ្នាក់របស់ពាក្យបានដែរអញ្ចឹងគេឲ្យយើងសារលបងមើលថាតើបន្ទាប់ពីយើងរៀនរួចតើយើងអាចសរសេរប្រយោគដែលមាន part of speech ទាំងអស់បានដែរឬទេចាំសាកមើលហើយបើសាកអត់បានចាំខ្ញុំបញ្ជូនទៅតាមក្រោយឥឡូវនេះយើងចូលមកដល់លេខ3ណា number 3 give the part of speech of each word in italic ចូលផ្ដល់ថ្នាក់របស់ពាក្យនៃពាក្យនីមួយៗនៅក្នុងអក្សរត្រេត giving a reason for your answer ដោយឬក៏តាមរយៈការផ្ដល់ហេតុផលចំពោះចម្លើយរបស់លោកអ្នក
ចឹងមានន័យថាគេឲ្យយើងអាននេះពីលេខ1ដល់លេខ10នឹងសិននៅទំព័រហ្នឹងបាទយើងអានហើយគេឲ្យយើងវិភាគមើលថាតើយើងស្គាល់អត់ចឹងខ្ញុំបញ្ជាក់ប្រាប់តែម្ដងទៅដូចជាពាក្យថា I like spring flower ខ្ញុំចូលចិត្តផ្កានារដូវផ្ការីកអញ្ចឹង spring ហ្នឹងដើរតួជា adjective ហើយហេតុផលអីបានយើងថាវាជា adjective ហេតុផលគេដាក់នៅក្នុង teacher's book ប្រាប់យើងថា it tells us more about a noun flowers វាប្រាប់យើងបន្ថែមអំពីនាម flower នាមផ្កាហ្នឹងបានន័យថាវាបំពេញន័យទៅឲ្យនាមអញ្ចឹងអាហ្នឹងឯងដែលគេកំណត់ថាវាគឺជា adjective លេខ2 spring is the first season of the year spring រដូវផ្ការីកគឺជារដូវទី1នៃឆ្នាំអញ្ចឹង spring ហ្នឹងគេដាក់ថាវាដើរតួជា noun គេសួរថាហេតុអីដោយសារតែវាត្រូវបានគេប្រើជា the name of a thing វាជាឈ្មោះរបស់វត្ថុលេខ3 the cat springs on the mouse ឆ្មាសង្គ្រប់ទៅលើកណ្ដុរអញ្ចឹង springs កន្លែងហ្នឹងគេថាវាជា verb គេសួរថាហេតុអីយើងឆ្លើយថា it expresses an action វាបញ្ជាក់អំពីសកម្មភាពអ្នកណាគឺសកម្មភាពរបស់ឆ្មាទី4 the spring of my watch is broken យ៉ៃនាឡិការបស់ខ្ញុំខូចអញ្ចឹងយ៉ៃនាឡិកាបកូលកដាលដែលដោតតនិចវិលហ្នឹងអាហ្នឹងគេហៅយ៉ៃអញ្ចឹង spring ហ្នឹងជា noun ទៅហើយហេតុអីបានថាវាជា noun ដោយសារវាគឺជា the name of a thing ជាឈ្មោះរបស់វត្ថុលេខ5 the cat made a spring and caught the mouse caught មិនអាន caught ទេណាបាទឆ្មាបានធ្វើការសង្គ្រប់ហើយបានចាប់សត្វកណ្ដុរអញ្ចឹង spring ហ្នឹងវាគឺជា noun ហេតុអីបានគេថាវាជា noun បងប្អូនកន្លែងហ្នឹងនៅក្នុង teacher's book គេដាក់ថា the name of an action វាជាឈ្មោះរបស់សកម្មភាពលេខ6 can you put a button on my coat តើអ្នកអាចដាក់ឡេវនៅលើអាវធំរបស់ខ្ញុំបានទេ a button កន្លែងហ្នឹងវាក៏ជា noun ដែរដោយសារអីវាជាឈ្មោះរបស់វត្ថុអញ្ចឹងខ្ញុំបញ្ជាក់ប៉ុណ្ណឹងទី7 I can't button my coat it is too tight ខ្ញុំមិនអាចបិទឡេវខ្ញុំមិនអាចដាក់ឡេវអាវធំខ្ញុំបានទេ it is too tight ប្រែថាបិទត្រូវជាងណាវាចង្អៀតខ្លាំងណាស់ណា tight ប្រែថាចង្អៀតឬតឹងណែនបាទវាចង្អៀតខ្លាំងណាស់អញ្ចឹងកន្លែងហ្នឹងសួរថាវាដើរតួជាស្អីគេយើងឆ្លើយថាវាគឺជា verb ណាពាក្យ button ជា verb ព្រោះអី it expresses an action វាបញ្ជាក់អំពីសកម្មភាពលេខ8 I want you to copy these notes in your book ខ្ញុំចង់ឲ្យអ្នកចម្លងគេហៅថាលិខិតឬក៏ពាក្យសម្ដីខ្លីៗទាំងអស់នេះដាក់ចូលទៅក្នុងសៀវភៅរបស់អ្នកអញ្ចឹង copy កន្លែងហ្នឹងក៏ជា verb ដែរទី9 make a copy of these orders ចូលធ្វើការចម្លងបទបញ្ជាទាំងអស់នេះឬការបញ្ជាទិញដែលយើងហៅថាកំងអញ្ចឹងក៏បានដែរព្រោះ order នឹងអាចប្រែថាបទបញ្ជាឬក៏ប្រែថាការបញ្ជាទិញឬការកំងទិញអញ្ចឹងcopy វាជា noun ទៅដែរព្រោះវាមាននៅពីមុខអញ្ចឹងឈ្មោះរបស់សកម្មភាពអាហ្នឹងទី10 the child is going to cross the road ក្មេងនឹងឆ្លងកាត់ផ្លូវអញ្ចឹងពាក្យថា cross នេះក៏ជា verb ដែរអាហ្នឹងវាបញ្ជាក់អំពីសកម្មភាពឥឡូវយើងធ្វើការវិភាគទៅលើ10ប្រយោគនេះសិនដើម្បីឲ្យបងប្អូនគ្រប់អង្គអ្នកបានដឹងប៉ុន្តែតោះឥឡូវយើងធ្វើការវិញ្ញាណទាំងអស់គ្នាម្ដងមួយយើងរៀងយូរបន្តិចក៏ប៉ុន្តែយើងត្រូវតែព្យាយាមធ្វើវាណាអញ្ចឹងតោះចេះយើងមើលប្រយោគទី1គេនិយាយថា I like spring flowers ខ្ញុំចូលចិត្តផ្កានៅរដូវផ្ការីក complete យើងចែកវាជាពីរទី1 subject ផ្នែកទី2ទៅក្រោយថា predicate អញ្ចឹង I ជា subject like ជា final verb ណា train ដោយសារវានិយាយគេវាជួបជាមួយនឹង noun phrase អញ្ចឹងពាក្យ spring នេះវានៅពីមុខ noun អញ្ចឹងវាคล้ายជា adjective ណាអញ្ចឹងបានន័យថា adjective បូកជាមួយ noun គេហៅថា noun phrase អញ្ចឹងវាដើរតួជា object របស់នេះកន្លែងនេះមានរឿងដូចជាច្រើនដែលកណ្ដាលត្រូវនិយាយបញ្ជាក់កាលណា adjective คล้ายពី noun គេហៅថា adjective equivalent ប៉ុន្តែអ្នកខ្លះក៏សួរលោកគ្រូចុះអានឹងយក noun មក noun ចេញ noun phrase បានអត់បានលោកគ្រូចុះអានឹងយក noun មក noun ហៅថា compound noun បានអត់បានចុះលោកគ្រូបើសិនដាក់ spring ហើយដាក់ hyphen ដាក់ flower compound noun បានអត់បានឃើញទេការដែលយើងរៀនដឹងពីរបៀបរបបរបស់វាទៅគឺយើងទូលាយនៅក្នុងការឆ្លើយអញ្ចឹងនិស្សិតក៏អស់ចិត្តណាទី2 spring is the first season of the year បាទកាត់ជា2 spring ផ្នែកទី1ជា subject
is ជា final verb ហើយ to be ឃើញទេ in train ទៅដែរដោយសារទៅជា linking ព្រោះអីជួបជាមួយនឹង noun នេះ adjective បូក adjective បូកជាមួយ noun បាន noun phrase អញ្ចឹង noun phrase ហ្នឹងមានតួនាទីអីគេ complement ឲ្យ is complement ឲ្យ spring of ជា prepose ចាប់ពី prepose ទៅក្រោយគេហៅ prepositional phrase អញ្ចឹងអ្នកនៅក្រៅ prepose នេះគឺ noun phrase អញ្ចឹងវាคล้ายជា prepositional object បាទ prepositional phrase នេះមានតួនាទីបំពេញន័យទៅឲ្យ noun អ្នកដែលបំពេញន័យទៅឲ្យ noun បានមានតែ adjective ដែលសារវា phrase គេហៅថា adjective phrase ឬក៏យើងហៅថា adjective equivalent ទៅអញ្ចឹងយើងដឹង spring នេះវាជាឈ្មោះរបស់វត្ថុណាអញ្ចឹងបានន័យថាវាជា noun ចំណែក spring ខាងលើវាជា adjective ដែលសារវាបំពេញន័យឲ្យ noun កណាឥឡូវតោះយើងទៅកាន់ប្រយោគទី3គេដាក់ថា the cat spring on the mouse បាទឆ្មាលោតសង្គ្រប់ទៅលើសត្វកណ្ដុរអញ្ចឹងកាត់វាជាពីរទេមកនេះ the cat ផ្នែកទី1ជា subject ណាតែ complex simple subject អានេះ complete subject នេះទាំងអស់នេះ complete subject អានេះ simple subject ណា spring កន្លែងនេះជា verb វាជា final verb ព្រោះអីវាបកស្រាយពីសកម្មភាពរបស់ឆ្មាថាឆ្មាលោតហើយលោតនឹងជួប on ជា prepose អញ្ចឹង in train ឯ verb កាលណាជួបជាមួយនឹង prepose in train ចាប់ពី prepose ទៅក្រោយគេហៅ prepositional phrase អញ្ចឹងអ្នកនៅក្រៅ prepose គេហៅថា prepositional object ណា noun phrase ដើរតួជា prepositional object ធ្វើជា object របស់ on នេះអញ្ចឹង prepositional phrase ជាប្រភពពេលនេះវាមានតួនាទីបំពេញន័យទៅឲ្យ verb ពេលវាបំពេញន័យឲ្យ verb វាคล้ายទៅជា adverb ណាដាក់ចេះមកបាទ adverb ដែលសារវា phrase គេហៅថា adverb phrase adverb phrase of place មិនបានថា adverb phrase of place យើងយកវាមកសួរមកវាលោតទៅណាលោតទៅលើកណ្ដៅអញ្ចឹងអានឹងវាបញ្ជាក់អំពីសកម្មភាពណាអញ្ចឹងវាជា verb ដល់ពេលនេះ the spring of my voice is broken អញ្ចឹងចែកទៀតចែកជាពីរផ្នែកបាទអញ្ចឹងយើងត្រូវធ្វើការចែកប្រយោគនឹងជាពីរផ្នែកយើងចែកណែពីមុខ is ណែអញ្ចឹងចាប់ពី is ទៅក្រោយគេហៅថា predicate តែថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយកន្លែងនេះបានច្បាស់បន្តិចប្រធានរបស់វាគឺ the spring ណាអានេះ complete subject spring ជា simple subject បាទនេះថា adjective បូកជាមួយ noun ចេញ noun phrase អញ្ចឹងវាធ្វើជា subject របស់គេអញ្ចឹងបាទនេះថាវាជា noun ទៀតហើយវាជាឈ្មោះរបស់វត្ថុព្រោះនេះយើងប្រែមកថាយ៉ៃនេះលកាហើយ final verb វាគឺ is កន្លែងហ្នឹងដើរតួជា in train ព្រោះអីទៅជា linking ដោយសារអីជួបជាមួយនឹង adjective កន្លែងហ្នឹងយើងមើលមកផ្លែតច្រឡំ passive ប៉ុន្តែអាហ្នឹងឯងដែលគេឲ្យឈ្មោះថា ed adjective អញ្ចឹង broken ហ្នឹងវាមានតួនាទី complement ឲ្យ is complement ទៅឲ្យ spring អញ្ចឹង subject complement of linking verb តែបើគេចង់បាន passive យើងញែកជារបៀប passive ទៅអានេះ in train ដោយសារវា auxiliary បូកជាមួយនឹង broken ជា verb ទី3ប៉ុន្តែវាមិនដែរអញ្ចឹងអាហ្នឹងគេប្រើវាជា adjective ណោះអញ្ចឹងអស់ហើយអស់ជា prepose អញ្ចឹងចាប់ពី prepose ទៅក្រោយគេហៅ prepositional phrase នេះអញ្ចឹងអ្នកនៅក្រៅ prepose គឺ noun phrase នេះ my watch បាទ adjective បូក noun អញ្ចឹង object of prepose អញ្ចឹងដឹកមុខទៅ prepose គេហៅ prepositional phrase ប្រភពវាពេលហ្នឹងវាមានតួនាទីអីគេយ៉ៃអីគេយ៉ៃនីលកាហ៎អញ្ចឹងអា prepositional phrase ពេលវាបំពេញន័យទៅឲ្យ noun វាខ្លាចជា adjective ដោយសារវា phrase គេហៅថា adjective phrase ឬ adjective equivalent ហើយមិញខ្ញុំបាននិយាយថា the spring complete subject spring simple subject តែឥឡូវខ្ញុំចង់បញ្ជាក់ attribute វាបានន័យថា the ក៏បំពេញន័យទៅឲ្យ spring of my voice ក៏បំពេញន័យទៅឲ្យ spring បូកចូលគ្នាទាំងអស់ហ្នឹងទាំង the spring of my voice គេឲ្យឈ្មោះថា complete subject ចាំឲ្យច្បាស់ហើយអ្នកណាដែលបំពេញន័យទៅឲ្យប្រធានវាក៏ដូចជាប្រធានដែរអញ្ចឹងគេចាត់ទុកវាបូកចូលគ្នាគេហៅថា complete subject ហើយអ្វីដែលយើងចង់បានគឺ spring ឥឡូវនេះជា noun ព្រោះវាជាឈ្មោះរបស់វត្ថុចំណុចមួយទៀត the cat made a spring and caught the mouse ឆ្មាបានធ្វើការសង្គ្រប់ហើយបានចាប់កណ្ដុរប្រយោគហ្នឹងមកពីពាក្យថា the cat made a spring and the cat caught the mouse compound sentence កាលណាប្រធានវាដូចគ្នាគេដកចេញនៅក្នុងប្រយោគទី2នេះគឺដកចេញគេខ្ជិលដាក់ the cat ពីរដងឲ្យវាសាំហ្នឹងឲ្យចាំអញ្ចឹងអាហ្នឹងកន្លែងនេះបើសិនជាយើងរកប្រធានវានៅណាយើងរកប្រធានវា the cat អញ្ចឹងចាប់ណែគូសជា2ចេះចាប់ពី make នេះទៅក្រោយគេឲ្យឈ្មោះថា predicate ណាបងប្អូនប៉ុន្តែគេហៅថា compound predicate ដោយសារវាមាន final verb 2មើលច្បាស់បាទអញ្ចឹងអានេះ complete subject ណាអានេះ simple subject made ជា final verb ហើយ train ដោយសារគេវាជួបជាមួយនឹង noun phrase នេះអញ្ចឹង spring ជា noun ព្រោះវាទទួលការបំពេញពី អូខេអានឹង noun phrase ណាអញ្ចឹងវាជាឈ្មោះរបស់សកម្មភាពទៀតណាឈ្មោះនៃការលោតណាបាទហើយវាត្រូវធ្វើជា object បាននេះចំណែក and ដើរតួជា coordinate conjunction វារែកប្រយោគទាំង lain ណាដែលមានន័យស្មើគ្នាឧទាហរណ៍ថាឆ្មាបានធ្វើការសង្គ្រប់ហើយឆ្មាបានចាប់សត្វកណ្ដុរប៉ុន្តែដោយហេតុថាប្រធានប្រយោគទី1និងប្រយោគទី2ដូចគ្នាគេដកណាក្នុងទី2ចេញអញ្ចឹងប្រធានវាគឺ the cat មិនបាច់ដាក់ទេ final verb វាគឺ caught
ហើយមិនបានហ្វៃណៃដល់2ហ្នឹងហើយតាមពិតទៅ decade វាមាន2ដងគេដកចេញមួយណាហើយបើសិនជា verb animate អនុ mate ដកឲ្យទាំង verb ទៀតប៉ុន្តែដក verb ចេញគេលេខហៅ compound predicate ហើយអញ្ចឹងអានឹងរងចាំរៀនមេរៀនមួយគេហៅថា subject និង predicate កណានឹងបកស្រាយឲ្យខ្ទេចបាទអញ្ចឹងកន្លែងហ្នឹង train ទៀតដោយសារអីគេដោយសារវាជួប the mouse ជា noun phrase នេះឃើញទេបាទអញ្ចឹងវាដើរតួជា object របស់ court បញ្ជាក់ឡើងវិញខ្មែរយើងខាច់ខូចអត់យកទេ court កណាអញ្ចឹងសូមធ្វើការឆ្លើយតបទៅនឹងសំណួររបស់ដេចគុណមួយអង្គលក្ខនាមលោកសួរថាហេតុអីបានជា prepositional phrase ដូចតែគ្នាហេតុអីបានពេលខ្លះវាបំពេញន័យទៅឲ្យ verb បានហើយពេលខ្លះវាមិនបំពេញន័យទៅឲ្យ verb បានបើយើងឆ្លើយយករួចខ្លួនយើងឆ្លើយថា verb collocation adverb adjective collocation មានន័យថាកិរិយាសព្ទនឹងធ្នាក់គុណនាមនឹងធ្នាក់កិរិយាសព្ទវិសេសនឹងធ្នាក់វារត់ស្របគ្នាអានឹងចម្លើយរបៀបរួចខ្លួនចម្លើយមែនតែនខ្ញុំកណាចង់ពិតប្រកេនឲ្យដឹងថាដេចគុណត្រូវតែស្គាល់នៅ interrogative adverb អញ្ចឹង interrogative adverb ខ្ញុំនិយាយពីរឿង interrogative adverb គេហៅថាកិរិយាសព្ទវិសេសសំណួរណា interrogative adverb នោះវាចែកចេញជាទី1 where គេហៅថា interrogative adverb of place ណា when interrogative adverb of time យើងយកគួលមក why interrogative adverb of reason how interrogative adverb of manner ណាដៃគុណត្រូវស្គាល់ interrogative adverb បើសិនជា prepositional phrase ណាដែលជាចម្លើយរបស់ interrogative adverb prepositional phrase នោះពិតជាអាចបំពេញឲ្យ verb adverb និង adjective បានឥឡូវឧទាហរណ៍យើងនិយាយថា he live in Phnom Penh គាត់រស់នៅទីក្រុងភ្នំពេញណានិយាយមួយវែកញែកមួយកាត់វាជាពីរសិនមកអានេះ subject អានេះទៅក្រោយ predicate live ជា final verb ឬទៅ in train ស្អីជួប prepo ចាប់ពី prepo ទៅក្រោយគេហៅ prepositional phrase អ្នកនៅក្រោយនេះគឺ prepositional object ណាអញ្ចឹងកន្លែងហ្នឹងវាមានតួនាទីបំពេញន័យឲ្យ verb បានអត់យើងសួរ where does he live where ជា interrogative adverb of place អញ្ចឹង prepositional phrase នោះពិតជាអាចបំពេញន័យបានព្រោះវាជាចម្លើយរបស់ interrogative adverb of place នេះអញ្ចឹងពេញអាហ្នឹងមកខ្លាយជា adverb phrase of place នឹងទី1ទី2យើងលើកឧទាហរណ៍ថាអញ្ចឹង he comes here in the morning បាទគាត់មកទីនេះនៅពេលព្រឹកអញ្ចឹងយើងវែកញែកវាកាត់ជាពីរមកអានេះ subject ណានេះ final verb ខំហ្នឹងគឺ in train ទេដោយសារអីគេវាជួបជាមួយនឹង here ជា adverb of place អញ្ចឹង adverb ពីនេះ adverb នេះមួយដាក់នឹងមួយសិន adverb of place ចង់រកវាយកវាមកសួរមកចំណែក in ជា prepo ចាប់ prepo ទៅក្រោយ prepositional phrase អញ្ចឹង prepo ហ្នឹងគេយកវាមកប្រើដើម្បីបញ្ជាក់ពេលវេលានេះព្រោះអី in the morning នេះអញ្ចឹង the morning នេះជា noun phrase object របស់ in អញ្ចឹងអ្នកគុណសួរមកតើគាត់មកនៅពេលណា when does he come here យើងឆ្លើយថា in the morning អញ្ចឹងវាคล้ายទៅជា adverb ដែលសារវា phrase adverb phrase or time ឃើញទេចុះសួរដល់លោកគ្រូអាចពេញ here បានអត់បើឲ្យ here អត់ come បើឲ្យ come អត់ here ពេញបានទាំងពីរប៉ុន្តែឲ្យ come ត្រូវជាតោះនេះអញ្ចឹងនេះគុណបាទឥឡូវយើងមកដល់ទី3យើងដាក់ថា he could see nothing គាត់មិនអាចមើលអ្វីឃើញ for smoke ដោយសារតែផ្សែងអញ្ចឹងយើងធ្វើការវែកញែកវាកាត់វាជាពីរសិនមកអានេះ subject ចាប់ពីខុតទៅក្រោយ predicate នេះ finite verb ឬទៅ in train ដោយសារវា auxiliary ជួប bear ដើរតួជា noun ហើយ train ដោយសារវាជួបជាមួយនឹង indefinite pronoun ណាសព្វនាមមិនច្បាស់លាស់ for ជា prepo ចាប់ពី prepo ទៅក្រោយគេហៅថា prepositional phrase អ្នកនៅក្រៅ prepo នេះគឺ prepositional object អញ្ចឹងយើងចង់ដឹងថាវាបំពេញន័យទៅឲ្យ see បានទេអត់យើងយក why មកហេតុអីបានជាគាត់មើលអីមិនឃើញ why could he see nothing for smoke ដោយសារតែផ្សែងហើយអញ្ចឹងវាคล้ายទៅជា adverb prepositional phrase វាคล้ายជា adverb ដោយសារវា phrase adverb phrase ឲ្យគេ reason បាទដោយសារវាជាចម្លើយរបស់ why ហើយយើងសួរថានឹងអញពនា could បានអត់បានទេហេតុអីព្រោះ could ជាកិច្ចសព្ទពិសេសវាអត់ទទួលទេបាទ
ដល់ទៅលេខ4ជាឧទាហរណ៍ចុងក្រោយនៅក្នុងកន្លែងនេះយើងឲ្យឧទាហរណ៍មួយនិយាយថា she came on foot ប្រែថានាងដើរមកណាអញ្ចឹងកាត់វាជាពីរឲ្យមក she ជា subject came ជា final verb ឬទៅ in train ដោយសារវាជួបជាមួយនឹង preposition on ចាប់ពី preposition នេះក្រោយ prepositional phrase អ្នកនៅក្រោយគឺ object អញ្ចឹងយើងសួរនាងមកតើនាងមកដោយវិធីណា how did she come យើងឆ្លើយថា on foot how did she come by bus ឃើញទេអញ្ចឹង prepositional phrase ទាំងឡាយណាដែលជាចម្លើយរបស់ interrogative adverb វាពិតជាអាចបំពេញទៅឲ្យ verb បានអញ្ចឹងវិលមកកន្លែងនេះយើងវិញវាជា prepositional phrase ពេលវាបំពេញឲ្យ came វាខ្លាយទៅជា adverb ដោយសារវា phrase គេហៅថា adverb phrase of manner ព្រោះអីវាជាចម្លើយរបស់ how ដូច្នេះសង្ឃឹមថាដេគុណម្ចាស់អាចយល់បានអានេះជាចម្លើយមែនតែនហើយអាថា verb collocation adverb collocation អីអាហ្នឹងចម្លើយលេង